ស្ដីបងប្អូនតោះមកទស្សនាទស្សនភាពទូទៅនៅក្នុងប្រគុណនៅកុដខេត្តបាត់ដំបងបាទតោះរីករាយទស្សនាទាំងអស់គ្នាបងប្អូនកុំភ្លេចជួយចុចពាក្យ Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអំពី Channel របស់ខ្ញុំសូមថតរូបព្រះអង្គបន្តិចព្រះបាទសិរីសទ្ធោទនៈព្រះនាងសរិមហាមាយាទេវីនេះមេដាបៃតារបស់ព្រះអង្គរបស់ព្រះពុទ្ធអង្គពោធិព្រឹក្សកន្លែងព្រះអង្គត្រាស់នៅក្រោមដើមពោធិ៍សានបងប្អូនគូជាទីជ្រះថ្លាកងពលឺទៅម៉ោងស្មើនេះប្រហែលជាម៉ោង 9:10 បងប្អូនកងពលឺកន្លែងខ្លះច្បាស់កន្លែងខ្លះអត់ច្បាស់មានរូបព្រះអង្គថ្មកែវសថ្មកែវនេះកន្លែងព្រះអង្គបរិនិព្វាននេះរូបគំនូរជារូបគំនូរព្រះភ័ក្ត្របែរតាមស្បែកជើងណាព្រះបរមពោធិសត្វសុមេធថាបោះនេះបងប្អូនអានមើលសុមេធថាបោះ
ឡើងលើគុណកតមហាប្រាសាទស្អាតណាស់បងប្អូនក្បាច់ចម្លាក់សម្រាប់វិចិត្របាទគួរជាទីជ្រះថ្លាស្អាតណាស់ដើមត្នោតតំណាងឲ្យជាតិខ្មែរព្រះពោធិព្រឹក្សរតនាពីប្រទេសឥណ្ឌានិងស្រីលង្កាដោយអញ្ញាឧបាសិកាញឹកបន្ថានេះពពោធិព្រឹក្សដែលព្រះអង្គត្រាស់ដឹងនៅឥណ្ឌាលើរតនាមកស្រុកខ្មែរយើងគូជាទីជ្រះថ្លាបាទសូមរីករាយអនុមោទនាព្រះអង្គនេះដើមពោធិ៍ដែលព្រះអង្គត្រាស់នៅក្រោមដើមពោធិ៍នេះកន្លែងព្រះអង្គប្រសូតបានមានប្អិនប្រព្រំចុះមកថ្វាយបង្គំព្រះអង្គទេវតាណាស់បងប្អូនឡើងម្ដងទៀតមុននៅកម្មចដាផ្នែកខាងលិចនេះកម្មចដាផ្នែកខាងកើតវាដើរមកជុំប្រាសាទគឺកន្លែងលោកគ្រូអគ្គបណ្ឌិតរៀបចំបង្រៀនធម៌បរិញ្ញាទេសនាដល់ពុទ្ធបរិស័ទនៅព្រះគុណកតនេះបាទដល់ថ្ងៃសិលលោកចូលមកស្ដាប់ធម៌ចូលមករៀនធម៌គឺជ័យមកទីនេះបាទព្រះមហាគុណកតដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសិលសូមមេត្តាគោរពខ្សែក្រហមសម្លៀកបំពាក់ឲ្យបានសមរម្យបាទថ្ងៃនេះថ្ងៃធម្មតាអត់មានមនុស្សចូលមកទេបាទថ្ងៃសិលបាទមនុស្សច្រើនថ្ងៃបុណ្យបាទមនុស្សច្រើនកុះកបាទដើរបានមកជុំបាទបើទៅខាងក្នុងប្រាសាទអត់បានទៅដល់ទេព្រោះគេបិទទ្វារបាទអរគុណណាស់បងប្អូនបើពេញចិត្តស្រឡាញ់វីដេអូនេះសូមជួយ like និង subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំបាទអរគុណច្រើនសម្រាប់ការចំណាយពេលអរគុណជម្រាបលា
គុណ